Ok សួស្តីបងប្អូនគ្នាចឹងក្នុងវីដេអូនេះយើងមើលពីការតលើ driver ណាបាទអញ្ចឹង driver ខ្ញុំ download ហើយស្រេចមកហើយបាទខ្ញុំ download ទុកក្នុងនេះណាបាទអញ្ចឹងយើងទៅឡើងម្ដងមួយមកបាទលីយើងទៅឡើងនេះមុនក៏បានដែរបាទ យើងយឺតឡង អូខេអានេះជា file unlock tool ទេណាអាក្រមនេះ driver ទៀតនេះ driver របស់ Huawei ណាបាទ install package អញ្ចឹងយើងយកពី driver setup អូខេមកក្រោយវិញមកហើយយើងស្មាន com1 ដែរវាតែមួយអាពីរហ្នឹងអូខេអានេះ lip នេះចាំតឡើងក្រោយគេក៏បានដែរអានេះ driver របស់ Nokia បាទ Lumi ស្អីខ្ញុំបាក់តឡើងទេអាហ្នឹងដូចអត់ចាំបាច់ប្រើទេបាទនេះ speed tram មាន2យើងតឡើងទាំងពីរមកបាទ4 bit អូខេ speed tram ដែរអូខេអានេះ MTK នេះក៏ឲ្យយើង restart ណាតែយើងចាំ restart ក្រោយបាទយើងទៅឡើងអស់សិនមកបាទនេះ Qualcomm 64 bit អូ
ok ค่ะនេះជា file library ទេណាអាហ្នឹងយើងកុំព្យូទ័រខ្លះពេលដែលយើងទៅឡើងកម្មវិធីផ្សេងវាទៅឡើងអូតូហើយរបស់ខ្ញុំអានេះក៏ដូចជាទៅឡើងហើយដោយសារតែខ្ញុំទៅឡើងកម្មវិធីផ្សេងណាបាទពេលយើងសង្ស័យយើងអាចនិយាយបានអូខេអត់ទេអានេះអត់ចាំបាក់ទេដោយសារតែខ្ញុំដោយសាររបស់ខ្ញុំមានហើយណាបាទអូខេអញ្ចឹងជាទូទៅ driver វាយើងទៅឡើងតែប៉ុណ្ណេះវាស្ទើរតែគ្រប់គ្រាន់សម្រាប់ការយើងធ្វើភាគច្រើនលុះត្រាតែកុំព្យូទ័រយើងវាអត់ support ករណីខ្លះទេណាបាទអញ្ចឹងការ driver ការទៅឡើង driver យើងមានប៉ុណ្្នឹងឯងបាទអរគុណជួបគ្នាវីដេអូក្រោយទៀតបាទបាយបាយ